អាយុដំនួនផារតនិងលោកជំទាវបានអញ្ជើញធ្វើការផ្ទេរការិយាល័យបោះឆ្នោតថ្មីចូលសង្កាត់កំពង់ធំក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំខេត្តកំពង់ធំនៅព្រឹកថ្ងៃទី23ខែឧសភាឆ្នាំ2025អាយុដំនួនផារតអភិបាលខេត្តកំពង់ធំនិងលោកជំទាវធ្វើការផ្ទេរការិយាល័យបោះឆ្នោតថ្មីចូលសង្កាត់កំពង់ធំក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យទៅពិនិត្យឈ្មោះធ្វើបច្ចុប្បន្នភាពទិន្នន័យជីវម៉ាតនៅតាមសាលាឃុំសង្កាត់ឲ្យបានគ្រប់គ្នានឹងទាន់ពេលចាប់ផ្ដើមពីថ្ងៃទី1ដល់ថ្ងៃទី26ខែឧសភាឆ្នាំ2025នៅតាមសាលាឃុំសង្កាត់ឬនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ទូទាំងប្រទេសក្នុងឱកាសនេះអាយុដំនួនផារតបានបញ្ជាក់ថាការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025នេះកោជបសូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ2024អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំសង្កាត់និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំសង្កាត់ឬចូលពិនិត្យមើលតាមអាសយដ្ឋាន voterlist.net.gov.kh និងកម្មវិធីទូរស័ព្ទឆ្លាត Mobile App NECKH ដើម្បីឲ្យប្រកាសថាខ្លួនពិតជាមានឈ្មោះនិងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោតអាយុដំអភិបាលខេត្តកំពង់ធំបានបន្ថែមទៀតថាការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025នេះប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ18ឆ្នាំគឺជាអ្នកដែលកើតមុនឬត្រឹមថ្ងៃទី1ខែសីហាឆ្នាំ2007ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់ប្ដូរលំនៅឋានឬទីសំណាក់ចូលថ្មីក្នុងឃុំសង្កាត់ឬប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ2024ដែលមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិបដូរការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់បដូរភេទថ្ងៃខែឆ្នាំកំណើតឬផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោតឬអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ2016ដែលមិនធ្លាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវម៉ាតក្នុងបញ្ជីបោះឆ្នោតពីមុនមកសូមអញ្ជើញបងប្អូនទៅជួបក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ឬនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ដែលបងប្អូនកំពុងរស់នៅអាយុដំអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមានគណៈបញ្ញនយោបាយអង្គភាពសារព័ត៌មាននានានិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីអំពាវនាវនេះជូនប្រជាពលរដ្ឋខ្មែរឲ្យបានយល់ជ្រាបជ្រាបនិងជួយជំរុញប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះនិងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នានិងទាន់ពេលវេលាអាយុដំនួនផារតអភិបាលខេត្តកំពង់ធំសង្ឃឹមយ៉ាងមុតមមថាបងប្អូនប្រជាពលរដ្ឋខ្មែរនិងភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមានដើម្បីឲ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025ប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសស្ងប់ស្ងាត់មានសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀប